បាទជំរាបសួរបងប្អូនថ្ងៃនេះទើបតែរៀបចំបន្លែ XLE មួយទៀតបងប្អូនក្នុងលឿងបងប្អូនឡានមូអត់បុកអត់កាត់តអត់ស្ងោរប្រព័ន្ធធានាជូនបងប្អូនឡានថ្មីស្អាតជាប្រភេទ XLE 03បើកតវោក្នុងលឿងពុកស្បែកបងប្អូនហ្នឹងហើយទឹកថ្នាំវាបាញ់តែ2ដុំទេបងប្អូនបាញ់ជួសគូតក្រោយដែលមាន spoiler ហ្នឹងជួសតវោមុខតិចដោយសារវាមានកតុកអញ្ចឹងណាតែប៉ុណ្្នឹងទេក្រៅហ្នឹងទឹកតាមស៊ីនទាំងអស់បងប្អូនទើបប៉ូលីហើយបងប្អូនអញ្ជើញមើលណាថ្មីធានាអត់មុខអត់កាត់តអត់ស្ងោរដូរពណ៌ធានាពណ៌សស៊ីនជូនបងប្អូនស្អាតបងប្អូនថ្ងៃមុនខ្ញុំបានថតម្ដងដែរតែអត់ទាន់បានរៀបចំអត់ទាន់បានប៉ូលីឥឡូវយើងឡើងប៉ូលីហើយឃើញថាឆ្នាំស៊ីនវានៅរលើបដដែលស្អាតបាទគឺនៅថ្មីដដែលស្អាតណាស់បងប្អូនហើយបងប្អូនមានចំណាប់អារម្មណ៍អាចអញ្ជើញមកផ្ទាល់បាននៅផ្លេច2004ជាប់គណៈបព្វជិជនឃ្លាំង Air 109ហើយនឹងមានលេខទូរស័ព្ទ012 797 94បងប្អូនអាចចាក់ម្ដងបានបាទនេះស្អាតនេះសិតឆ្នាំស៊ីនទាំងអស់បងប្អូនវោមុខនេះជួសបន្តិចមកពីគេស្រាប់ទេខ្ញុំមិនបានធ្វើទេខ្ញុំធ្វើតែកាងក្រោយជួសកតុយខាងក្រោយបន្តិចស្អាតតើបងប្អូនជើញមើលម៉ាស៊ីនទាំងអស់គ្នាបាទនេះប្លុកសិនវាខ្ញុំបោកពុកលាងម៉ាស៊ីនសម្អាតវាបងប្អូននេះខ្ចៅ original ទាំងអស់លាងមកវិញឃើញថ្មីបានប៉ុណ្ណឹងហើយនេះ03នេះល្អដែរបងបានស៊ីម៉ាំងបឈរទៀតបានស៊ីម៉ាំងបឈរនេះប្រភេទ03ស៊ីម៉ាំងបឈរអាហ្នឹងបឈរដោយកាមេរី07អញ្ចឹងណាដោយ07អញ្ចឹងបាទបងប្អូនអញ្ជើញទៅមើលក្នុងទាំងអស់គ្នាតាមើលខាងក្នុងហើយបិទ UV ឲ្យអស់ហើយមិនបាច់អស់លុយអស់កាក់អីទេបងប្អូនហើយអស់លុយកាក់ទេបាទអញ្ជើញមើលក្នុងអស់គ្នាក្នុងថ្មីថ្ងៃមុនខ្ញុំបានថតម្ដងហើយក្នុងហ្នឹងហើយពុករបស់វាគឺពុកស្បែកដែលខ្ញុំដោះដូរហើយខ្ញុំដូរថ្មីមួយឈុតដាក់ស្បែកមកវិញគឺក្នុងនេះនៅស៊ីនសនំរបស់វាហើយបើកដបោក្នុងលឿងបងប្អូនក្នុងលឿងហើយកៅអីចុចបាទណាក្នុងទាំងអស់បាទនេះដបោបើកនៅស្អាតទាំងអស់បាទហើយបងប្អូនជើញមើលអូយថ្មីរៀបចំហើយស្អាតណាស់ហើយម្ចាស់គាត់ប្រើខែថ្ងៃមុនហ្នឹងគាត់បិទស្កុតនេះការពារឲ្យអស់ទាំង4តែឥឡូវខ្ញុំបកវិញហើយបកចោលចាស់គាត់ប្រើខែតើបងប្អូនជើញមើលបាតទាំងអស់គ្នានេះបាតរបស់វាដើមមកបងប្អូនបាទដើមពីវាមកហ្មងអត់មានធ្វើទេខ្ញុំគ្រាន់តែលាងទឹកលាងអីសម្អាតធម្មតាតិចតួចទេនឹងបាក់ដើមរបស់វាហ្មងអត់មានដោះដូរទេបងប្អូនជើញមើលមកខាងទៀតហ្នឹងណាបាទនេះស្អាតណាស់ស្អាតតែម្ដងអានេះ XLE ម៉ាស៊ីនជែកមុខក្រោយ5គៀបមុខក្រោយម៉ាស៊ីនជែកក្រោយវាហើយមានរីដូពួក XLE មានរីដូការពារកម្ដៅមួយជាន់ទៀតបាទបងប្អូនចំណាប់អារម្មណ៍អាចតាក់ទងឬអញ្ជើញមកមើលផ្ទាល់បានសូមអរគុណបងប្អូនអរគុណច្រើនជំរាបលា